សណ្តែកដីត្រូវបានគេស្គាល់ថាគឺជាដំណាំ legume ដែលត្រូវបានដាំដុះជាចម្បងសម្រាប់គ្រាប់ពូជដែលអាចបរិភោគបានដែលមាននៅក្រោមដីវាត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅតំបន់ត្រូពិចដោយអ្នកផលិតពាណិជ្ជកម្មតូចនិងធំទាំងជាគ្រាប់ធញ្ញជាតិនិងជាដំណាំប្រេងវាមានលក្ខណៈមិនធម្មតាក្នុងចំណោមរុក្ខជាតិស្មៅដែលនាំឲ្យអ្នករុក្ខសាស្ត្រដាក់ឈ្មោះប្រភេទរុក្ខជាតិពីភាសាក្រិកថាក្រោមផែនដីសណ្តែកដីគឺជារុក្ខជាតិស្មៅប្រចាំឆ្នាំដែលមានកម្ពស់ពី30ទៅ50សង់ទីម៉ែត្រសណ្តែកដីគឺជាអាហារសម្រន់ដែលមានសុខភាពល្អដែលជួយទៅដល់សុខភាពបេះដូងដោយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ហើយអាចជួយក្នុងការគ្រប់គ្រងទម្ងន់ដោយសារតែមាតិកាប្រូតេអ៊ីននិងជាតិសរសៃរបស់វាពួកវាសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដូចជាខ្លាញ់ដែលមានសុខភាពល្អវីតាមីននីអាក់ស៊ីន ហ្វូឡេត សារធាតុរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលរួមចំណែកដល់សុខុមាលភាពទូទៅរួមទាំងការធ្វើឲ្យប្រសើរឡើងនៅមុខងារខួរក្បាលប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំនិងស្បែកមានសុខភាពល្អសណ្តែកដីបានផ្ដល់នូវអាស៊ីតអាមីណូនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារស្រទាប់ខាងក្នុងនៃសរសៃឈាមហើយអាចបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងការសិក្សាបានបង្ហាញថាការទទួលទានប្រចាំថ្ងៃអាចជួយកាត់បន្ថយសម្ពាធឈាមនិងកម្រិតទ្រីគ្លីសេរីដវាក៏បានគ្រប់គ្រងទម្ងន់និងជាស្ករនៅក្នុងឈាមដោយជួយលើកកម្ពស់ភាពពេញលេញនិងជួយក្នុងការគ្រប់គ្រងទម្ងន់ដោយសារតែវាមានប្រូតេអ៊ីននិងជាតិសរសៃខ្ពស់ប្រូតេអ៊ីននិងជាតិសរសៃរបស់វាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមវីតាមីននិងសារធាតុរ៉ែគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែលមានមូលដ្ឋាននៅក្នុងរុក្ខជាតិដែលវាមានសារៈសំខាន់សម្រាប់ការថែរក្សាសាច់ដុំនិងថាមពលហើយវាក៏មានផ្ទុកនូវវីតាមីននិងសារធាតុរ៉ែសំខាន់ៗដូចជានីអាក់ស៊ីន ហ្វូឡេត និងវីតាមីន ហើយក៏ផ្ដល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា resveratrol ដែលជួយការពារកោសិកាពីការខូចខាតនិងអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃអត្ថប្រយោជន៍ដ៏មានសក្តានុពលផ្សេងទៀតគាំទ្រដល់មុខងារខួរក្បាលនិងជួយទៅដល់ការគ្រប់គ្រងអរម៉ូនរួមចំណែកដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងជួយឲ្យស្បែកមានសុខភាពល្អនិងអាចជួយដល់សុខភាពរំលាយអាហារបន្ទាប់ពីបានជ្រាបអំពីអត្ថប្រយោជន៍ដ៏ច្រើនរបស់សណ្តែកដីវាក៏មាននៅរឿងនិទានខ្លីមួយដែលតាក់ទងទៅនឹងកំណើតរបស់វាផងដែរនោះគឺរឿងព្រេងសណ្តែកដីកាលពីសម័យបុរាណនៅភូមិមួយមានជនសម្បូរបែបរស់នៅល្អប្រសើរព្រោះដីសម្បូរបែបមានស្រូវសាលីច្រើនប៉ុន្តែមានកសិករម្នាក់ឈ្មោះថាតាឆៃដែលស្រឡាញ់ធ្វើសួនចម្ការតាឆៃគេថាគាត់ជាមនុស្សស្លូតបូតមានចិត្តល្អចេះជួយអ្នកដទៃថ្ងៃមួយមានអ្នកដំណើរម្នាក់ដែលនោះគឺជាព្រះដែលនៅឋានសួគ៌បានបង្ហាញរាងមកដែលបាននិមិត្តសញ្ញាជាមនុស្សសាមញ្ញហើយមកសុំអាហារពីតាឆៃមានតែបាយតិចប៉ុន្តែគាត់ចែកឲ្យភ្ញៀវស៊ីដោយចិត្តសប្បុរសព្រះនោះសប្បាយចិត្តណាស់ហើយបានផ្ដល់គ្រាប់មួយជាអំណោយហើយក៏បានមានបន្ទូលថាគ្រាប់នេះបើអ្នកដាំវានិងថែរក្សាវាឲ្យល្អវានឹងផ្ដល់ផលដ៏អស្ចារ្យពីក្រោមដីតាឆៃយកគ្រាប់នោះទៅដាំពេលវាផ្លែចំហៀងមើលមិនឃើញអ្វីទេតែពេលដែលជីកដីឡើងវិញគាត់ឃើញថាមានគ្រាប់តូចស្លូតស្អាតពោពេញដីគាត់យកវាមកដុតស៊ីមានរសជាតិឆ្ងាញ់ក្រោយមកជនជាតិជុំវិញសូមគ្រាប់ទៅដាំផងដូច្នេះសណ្តែកដីបានរីករាលដាលចេញទៅទូទាំងភូមិគេជឿថាគ្រាប់សណ្តែកដីសម្បូរបែបជាសាមញ្ញជាសញ្ញានៃសេចក្តីសប្បុរសនិងការរស់នៅសាមញ្ញដែលនាំមកនូវសំណាងល្អសណ្តែកដីសម្គាល់អំពីផលដែលកើតពីដីដូចជាផលចំណេញពីការខិតខំរៀនឲ្យមានចិត្តសប្បុរសដោយតាឆៃដែលចែករំលែកអាហាររបស់ខ្លួនជាឧទាហរណ៍ថាសេចក្តីល្អនិងការធ្វើសេចក្តីសប្បុរសនាំឲ្យមានសំណាងល្អតាមក្រោយ